ជីវិតពេលដាច់លុយមកមុខនេះត្រូវមាច់តែម្ដងពុកម៉ែបងប្អូនអស់តែ3000ទេតាំងពោះមើងអូយពងទាជាមួយនឹងសោះអំពិលទុំតំណងណាស់ម្ហូបចុងខែមកដល់ហើយពងទាចៀនញ៉ាំជាមួយនឹងសោះអំពិលទុំឥឡូវមកតាមដានវិធីធ្វើទាំងអស់គ្នាចំពោះពងទាយើងយកមកដាក់លាងសម្អាតឲ្យបានស្អាតមកហើយពងទានេះខ្ញុំទិញមកច្រើនគ្រាប់តិចដើម្បីទុកញ៉ាំថ្ងៃក្រោយទៀតណាលាងពងទាអីរួចរាល់ហើយខ្ញុំចាប់ផ្ដើមមកដាក់ដាំបាយចំពោះការដាំបាយរបស់ខ្ញុំគឺខ្ញុំដាំបាយបែបអត់ចោតទេអញ្ចឹងយើងលាងកលាងអីហើយគឺដាក់ទឹកមកល្មមមួយករបស់យើងហើយខ្ញុំដាក់ដាំបាយចោលបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមមកហាន់គ្រឿងរបស់យើងមានម្ទេសហើយនិងស្លឹកខ្ទឹមណាហាន់ស្លឹកខ្ទឹមហាន់ម្ទេសអីរួចរាល់ហើយខ្ញុំចាប់ផ្ដើមមកកិនខ្ទឹមសខ្ទឹមក្រហមបន្ទាប់មកយើងចាប់ផ្ដើមមកលាយសោះរបស់យើងមានប៊ីចេងស្ករម្សៅស៊ុបប្រេងខ្យងទឹកម្ទេសទឹកអំពិលទុំហើយខ្ញុំលួចថែមទឹកស្អាតបន្តិចកូរឲ្យរៀងសព្វហើយភ្លក់រសជាតិមកល្មមជូរអែមឆ្ងាញ់ហើយបន្តមកទៀតយើងចាប់ផ្ដើមមកគូពងខ្ញុំប្រើពងទាទាំងអស់5គ្រាប់ហើយឥឡូវពងទាយើងរួចរាល់អីហើយយើងចាប់ផ្ដើមមកធ្វើទឹកសោះអំពិលទុំរបស់យើងណាដាក់ខ្លាញ់កូរខ្លាញ់ឲ្យឡើងឈ្ងុយអីហើយចាប់ផ្ដើមថែមខ្ទឹមសខ្ទឹមក្រហមដែលយើងបានកិនណាកូរខ្ទឹមសខ្ទឹមក្រហមមើលតែឡើងឈ្ងុយហើយយើងចាប់ផ្ដើមចាក់ទឹកសោះដែលយើងបានលាយចូលហើយកូរសោះរបស់យើងឲ្យរៀងឡើងពុះហើយយើងថែមពងទារបស់យើងចំពោះពងទាខ្ញុំចៀនជាប់ភ្នៅអញ្ចឹងយើងអត់ចៀនទុកយូរពេកទេហើយឥឡូវបាយរបស់យើងក៏ឆ្អិនដែរដួសបាយអញ្ចឹងមកនេះអូយហើយពងទារបស់យើងថែមម្ទេសផងថែមស្លឹកខ្ទឹមផងនិយាយពីតំណងណាមុខម្ហូបនេះសម្រាប់អ្នកដាច់លុយត្រូវឲ្យធ្វើតែ2គ្រាប់3គ្រាប់ញ៉ាំមួយឆ្អែតហ្មងហើយពងទាបានពងទាជាប់ភ្នៅអញ្ចឹងទៀតនិយាយពីថាតំណងណាអាចធ្វើតាមបានអ្នកដែលដាច់លុយហើយចង់ឲ្យចំអិនម្ហូបអ្វីនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយបាយ